ដោយអាប្រតិជ្រះថ្លាទៅតាមរយៈនៃពធនឹងសូមអនុញ្ញាតឱកាសបានចូលរួមក្នុងពេលវេលាដ៏សមគួរនឹងបានថ្វាយបង្គំគុណចាស់អង្គបញ្ញាបញ្ចុតតោប្រឹងប្រែងនិមន្តមកតាំងពីម៉ោង 4 កន្លះចេញមកហើយយប់មិញចេញពីបាត់ដំបងមកក៏យប់ជ្រៅទៀតម៉ោង 11 ជាងចឹងសឹងបានតិចតួចដើម្បីបានជាធម្មទានហើយព្រឹកនឹងមុនម៉ោងទៀតកណានឹងឯងដែលបានកំណត់ប្រកេនទុនចាស់ដល់ម៉ោង 8ហើយដល់ទៅជន់ម៉ោងគ្នាជាមួយនឹងគណៈអធិបតីចឹងក៏លេលោកពេលវេលាបង្ខិតបន្តិចមកដល់ម៉ោង 7 កន្លះកណាហ្នឹងឯងហើយចឹងក៏សំគួរណាចិត្តប្រដីគាត់ជើញមកក៏សម្រាប់នៅសាលាស្រុកសិនទៅហើយនឹងបានរៀបចំបដិសន្ធារៈអីទៅតាមឱកាសពេលវេលាចឹងក៏ណាបដិសន្ធារៈក៏ជាកិច្ចមួយដែលព្រះរាមាភិព្រះអង្គទ្រង់បានប្រកាសសម្ដែងជាកិច្ចបដិបត្តិសម្រាប់ទាំងបព្វជិតទាំងក្រហោះទៅណាមានធម្មបដិសន្ធារៈហើយនិងអមិសបដិសន្ធារៈមានពីរហ្នឹងបដិសន្ធារៈហ្នឹងគឺព្រះអង្គទ្រង់ប្រកាសសម្ដែងចូលទៅក្នុងសេចក្តីគោរពណាបន្តមកពីពុទ្ធគារវតាធម្មគារវតាសង្ឃគារវតាហើយបានចូលមកក្នុងសិក្ខាគារវតាគោរពត្រៃសិក្ខាអបមាទគារវតាគោរពសេចក្តីមិនប្រមាទហើយនឹងទី6បដិសន្ធារៈគារវតាមានគារវៈ6ហ្នឹងចឹងហ្នឹងឯងគឺគោរពដោយបដិសន្ធារៈនេះគឺជាគុណធម៌ដែលប្រព្រឹត្តទៅក្នុងបហប្រតិក្នុងចិត្តសន្តានដែលនឹងបង្កើតឲ្យមានជាទឹកចិត្តកណាហើយទឹកចិត្តនឹងឯងជាកម្លាំងចិត្តក្នុងកិច្ចការងារដែលត្រូវប្រព្រឹត្តគឺតើតែមានកម្លាំងចិត្តកណាសំខាន់ណាស់ធ្វើអ្វីគឺទៅតាមកម្លាំងចិត្តកណាសូម្បីតែអស់កម្លាំងកាយមែនប៉ុន្តែនៅកម្លាំងចិត្តនៅតែប្រព្រឹត្តទៅបានធ្វើទៅបានចឹងហ្នឹងឯងចឹងហើយបើបានរួមទាំងកម្លាំងកាយកម្លាំងចិត្តទៀតហ្នឹងគឺជោគជ័យទៅតែហ្មងចឹងដែលជាយាមនាំមកនៅសេចក្តីសម្រេចក៏ណាចឹងគឺកម្លាំងចិត្តហ្នឹងវាអាស្រ័យនឹងការដែលមានទឹកចិត្តក៏ណាហើយបើពោលនៅក្នុងផ្លូវពធដែលប្រព្រឹត្តទៅជាការងារជាកុសលគឺទឹកចិត្តហ្នឹងបានដល់សទ្ធាក៏ណាសទ្ធាហ្នឹងគឺជាទឹកចិត្តដែលធ្វើឲ្យចិត្តនឹងឯងចម្រើនទៅក្នុងកុសលធម៌គុណចាស់ក៏មានសទ្ធាចេញចាកផ្ទះចូលកម្មភ្នោះបួសជាបព្វជិតនឹងឯងតេតួងនឹងសទ្ធាប្រព្រឹត្តទៅដើម្បីរួចផុតចាកទុក្ខអាត្មាអញបួសដើម្បីឲ្យរួចផុតចាកទុក្ខសទ្ធាហ្នឹងគឺនាំមកកម្មប្រភ្នោះដែលជាការកម្រណាស់សត្វតែជាអ្នកមានអភិនិហាមានបុណ្យបារមីបានបំពេញមកទាំងដែលនឹងបាននាំគុណម្ចាស់ចូលមកកម្មប្រភ្នោះនេះក៏ណាមិនងាយទេណាអ្វីដែលពុទ្ធបរិស័ទយើងទទួលបាន
ដោយអំណាចនៃសទ្ធាក្នុងបរតនត្រ័យមិនចាំបាច់និយាយទៅអ្វីដល់ទៅគុណចាស់អ្នកបួសកណាខ្ញុំកណាញាតិញោមស្រីប្រុសបានសទ្ធានាំមកឲ្យដល់បរតនត្រ័យហើយមានទឹកចិត្តដើម្បីនឹងរក្សាសិលដើម្បីនឹងគោរពមេត្តាបិតាយកបុណ្យតាំងចិត្តធ្វើបុណ្យជាមួយមេត្តាបិតាអាហុណាយាចៈបតានាំងមេត្តាបិតាជាអាហុណាយៈបុគ្គលរបស់កូនប្រុសស្រីស្មើនឹងព្រះអរហន្តកណាស្មើនឹងស្មើយ៉ាងម៉េចថាណែមេត្តឃាតបេតឃាតអរហន្តឃាតអានឹងចូលនៅក្នុងអនន្តរិយកម្មទៀតសម្រាប់ព្រះសោតាបានប្រសក្តិគាមីព្រះអនាគាមីអត់តន់ចូលអនន្តរិយកម្មទេតែសម្រាប់ព្រះអរហន្តដែលអស់រាគៈទុសៈមោហៈហ្នឹងឯងហើយដល់ទៅកូនប្រុសស្រីសម្រាប់មេត្តាបិតាចូលអនន្តរិយកម្មអានឹងនិយាយពីច្បាប់ធម្មជាតិដែលប្រព្រឹត្តទៅជាទោសអនន្តរិយកម្មហ្នឹងហើយយើងបានដឹងដោយសារព្រះពុទ្ធអង្គទ្រង់សម្ដែងប្រាប់មកហើយយើងជាកូនឆ្លាតត្រឡប់មកជាការគោរពប្រតិបត្តិមេត្តាបិតាវិញអញ្ចឹងការដែលសម្លាប់នឹងបាបថ្នាក់អនន្តរិយកម្មដល់ត្រឡប់មកជាបុណ្យវិញនឹងគឺក៏បុណ្យអនេកអនន្តធំក្រៃលែងទៅដែរដូចដែលយើងបានធ្វើបុណ្យជាមួយព្រះអរហន្តអញ្ចឹងនឹងដែលព្រះពុទ្ធអង្គសម្ដែងអាហុណាយាចៈបតានាំងមេត្តាបិតាគឺជាអាហុណាយៈបុគ្គលរបស់កូនប្រុសស្រីកណាអនន្តរិយកម្មបានន័យថាកម្មនឹងឲ្យផលមិនមានរវាងចន្លោះអនន្តរៈទាំងអនន្តរៈហើយនឹងអិយៈកម្មកម្មនឹងឲ្យផលអនន្តរៈមិនមានរវាងចន្លោះបានន័យថាទៀងតែអំពីបដិសន្ធិក្នុងនរកមិច្ឆតនិយតាធម្មាពួកធัวហ្នឹងមានសភាពដ៏ខុសហើយទៀងមិច្ឆតហ្នឹងវាខុសទាំងមិច្ឆតនិយតាហ្នឹងវាទៀងមិច្ឆតនិយតាធម្មាពួកធัวហ្នឹងមានសភាពដ៏ខុសនិងទៀងដូចជាសមត្តនិយតាធម្មាពួកធัวមានសភាពដ៏ត្រូវនឹងទៀងហ្នឹងសមត្តនិយតាធម្មាដែលត្រូវនឹងទៀងហ្នឹងគឺអរិយមគ្គអរិយមគ្គហ្នឹងគឺត្រូវហើយទៀងតែពីបានត្រាស់ដឹងសម្រាប់ព្រះអរហន្តរួចផុតចាកទុក្ខដល់ព្រះនិព្វានហ្នឹងគឺក្នុងតិកៈមេតិកាអភិធម្មសង្កនីហ្នឹងអញ្ចឹងអនន្តរិយកម្មហ្នឹងអញ្ចឹងក្រែងលោញាតិញោមបងប្អូនកូនចៅថ្ងៃចិត្តអីស្ដាប់តាមគុណចាស់អង្គបញ្ញាថតអីចឹងទៅមិនដឹងថាអនន្តរិយកម្មហ្នឹងទោសធ្ងន់បាបទៅយ៉ាងម៉េចហ្នឹងប្រែថាម៉េចអីចឹងដើម្បីឲ្យយើងត្រឡប់បកមករកការដែលយើងគោរពប្រតិបត្តិណាផ្ទុយពីសម្លាប់មកជាការចិញ្ចឹមមកជាការទំនុកបំរុងមកជាការបម្រើគឺថាផ្លូវកាយផ្លូវចិត្តនឹងឯងជាមួយនឹងមេត្តាបិតាណាកូនប្រុសស្រីគឺថាសទ្ធានេះឯងដែលនាំឲ្យយើងគឺថាបំរើមេត្តាបិតាចិញ្ចឹមមេត្តាបិតាទាំងផ្លូវកាយផ្លូវចិត្តដោយយើងតាំងចិត្តថាជាការសន្សំបុណ្យនឹងឯងចឹងអញ្ចឹងគឺយើងរឹងរឹតតែមានកម្លាំងដោយបុព្វចេតនាមុញ្ញនៈចេតនាអបរៈចេតនាក្រៃលែងទៅទៀតជាមួយនឹងមេត្តាបិតាអាហ្នឹងកុំឲ្យកូនប្រុសស្រីមើលរំលងមេត្តាបិតាជាងការស្និទ្ធស្នាលអីនៅនឹងផ្ទះអីពេកចឹងទៅធ្វើបុណ្យចេះតែនឹកឃើញថាតើតែមកវត្តជាមួយនឹងព្រះសង្ឃបានធ្វើបុណ្យនឹងឯងដល់ទៅនៅនឹងផ្ទះក៏ទៅជាបែបសំបាបទៅវិញជាមួយមេត្តាបិតានឹងឯងរៀងដូចកម្ៅកញើកំហួរកំហែងស្ដីថាអីគាត់ទៅបាបធ្ងន់ណាស់ណាទៀតបាបដូចយើងធ្វើជាមួយព្រះអរហន្តអញ្ចឹងអាហ្នឹងរំលឹកកូនចៅក្រែងថាមិនដែលបានស្ដាប់មិនដែលបានឮអីយ៉ាងម៉េចចាំមាហ្នឹងគឺថាគុណចាស់ក៏សំដែងរឿយហើយបានស្ដាប់ឲ្យបានឮអញ្ចឹងទៅនឹងឯងយើងមិនតាន់ដឹងខុសកំឆ្គងយើងសូមកម្មាទោសគាត់ថ្វាយបង្គំសូមកម្មាទោសហើយតទៅត្រូវទម្លាប់ថ្វាយបង្គំមេត្តាបិតាមេត្តាបិតាខ្លះណាមិនដែលបានឃើញកូនសំពះថ្វាយបង្គំអីម្ដងណាសោះទេបិទភ្នែកលាចាកលោកទៅហ្នឹងមិន
ដែលបានទទួលការគោរពថ្វាយបង្គំអីពីកូនទេមិនចង់បានទេប៉ុន្តែបើសិនបើកូនចេះដឹងចេះថ្វាយបង្គំមេត្តាបិតាទៅគាត់សប្បាយចិត្តត្រង់ដែលថាកូនគាត់ជាមនុស្សល្អចឹងទៅណាកូនគាត់បានបន់ចឹងទៅគាត់ត្រេកអរនឹងសេចក្តីសុខរបស់កូនមិនមែនគាត់ចង់ឲ្យណានាមកថ្វាយបង្គំគាត់អីហ្នឹងទៅទេគ្រាន់តែថាបំណាច់នឹងជាអ្នកមានគុណឋានៈដែលស្មើនឹងព្រះអរហន្តអញ្ចឹងគឺបានចិនបីបាច់មើលថែដោយចិត្តស្មោះទៅនឹងយ៉ាងណាបើបានកូនប្រកាសគុណតែខ្ញុំបានដឹងថាអ្នកមានគុណចឹងទៅមេត្តាបិតាហ្នឹងណាចឹងទៅគាត់សប្បាយចិត្តត្រង់ដែលថាយើងបានប្រកាសគុណមេត្តាបិតានឹងឯងចឹងហើយក៏ប្រកាសខ្លួនជាពុទ្ធបរិស័ទទៀតដែលបានយល់ដឹងថាមេត្តាបិតាជាព្រះអរហន្តរបស់កូនប្រុសស្រីហ្នឹងគឺតលតែជាពុទ្ធបរិស័ទបើមិនមែនពុទ្ធបរិស័ទគឺមិនអាចយល់ដឹងថាព្រះអរហន្តហ្នឹងយ៉ាងម៉េចទៅទេហើយក៏មិនអាចជ្រួតជ្រាបគុណមេត្តាបិតានឹងឯងឲ្យស្មើទៅនឹងព្រះអរហន្តដែរអញ្ចឹងគឺនៅក្នុងការដែលកូនប្រុសស្រីត្រូវសូមកម្មាទោសព្រោះការខុសស្គមឆ្គង1 2 3 4 10 20តែងតែមានហើយតាំងចិត្តសង្រួមតទៅសំបុណ្យនៅក្នុងផ្ទះហ្នឹងឲ្យច្រើនហើយមានឱកាសបុណ្យទានអីចឹងជើញមកវត្តស្ដាប់ពធគោរពប្រតិបត្តិជាមួយនឹងព្រះសង្ឃព្រោះនេះឯងដែលជាទីពឹងក្នុងជីវិតរបស់យើងដែលយើងមិនមែននៅតែក្នុងโลกនេះទេយើងលះបង់ឃើញទេម្សិលមិញទៅបាត់ហើយយើងធ្វើអីខ្លះចឹងមកដល់ថ្ងៃនេះទៀតក៏មុខតែចោលថ្ងៃនេះទៀតដំណើរជីវិតហ្នឹងគឺទៅមុខជានិច្ចអញ្ចឹងហ្នឹងគឺរៀបរាប់បន្តិចទៅអំពីទឹកចិត្តគឺសទ្ធាដែលនាំឲ្យកូនប្រុសស្រីនឹងឯងប្រតិបត្តិដោយការសប្បាយចិត្តកណាជាមួយគ្នានឹងមេត្តាបិតានឹងហើយនាំឲ្យរក្សាសិលបានទៀតដោយអំណាចនៃសទ្ធានឹងឯងចឹងជាទឹកចិត្តលក្ខណៈរបស់បុគ្គលអ្នកមានសទ្ធាមាន3យ៉ាងដែលព្រះអង្គសម្ដែងក្នុងអង្គត្រនិកាយតិកនិបាតនឹងគឺ1ចង់ឃើញចង់ជួបអ្នកមានសិលកណាបព្វជិតអ្នកមានសិលគឺជាចំណុចទិសដៅសំខាន់ណាស់ដែលអ្នកមានសទ្ធាមិនថាបជារះឬក៏ព្រះរាជាទេចឹងកណាក្នុងព្រះអត្ថកថានៃប្រសូតហ្នឹងសម្ដែងពីព្រះរាជាកណាព្រះបាទសទ្ធាទេសៈហ្នឹងអង្គយាងទៅប្រមាណជា5យោជន៍ដើម្បីបានជួបព្រះឧជុកណ្ដលៈថេរៈហ្នឹងចឹងដែលបានលើការផ្សព្វផ្សាយមកពីព្រះឧជុកណ្ដលៈថេរៈហ្នឹងមានសិលល្អមានសមាធិល្អមានបញ្ញាល្អក៏ណាធ្វើដំណើរទៅហើយព្រះបាទសទ្ធាទេសៈហ្នឹងក្នុងព្រះកថាសម្ដែងថាជាអគ្គសាវកឆ្វេងនៃព្រះអរិយមេត្រីយើងហៅព្រះសិអាណាហ្នឹងឯងចឹងហើយបងរបស់ព្រះបាទសទ្ធាទេសៈហ្នឹងដែលចាប់ផ្ដើមកសាងសវណ្ណមេលិកចេតិយនៅប្រទេសស្រីលង្កាណានៅបច្ចេកដីហ្នឹងនៅសពថ្ងៃសវណ្ណមេលិកចេតិយនឹងឯងកសាងតាំងពីពុទ្ធសករាជជាង300ចឹងក៏ណាពុទ្ធសករាជជាង300ហ្នឹងកសាងហើយនៅរហូតមកសប្ថ្ងៃហ្នឹងសវណ្ណមេលកចេតិយជាបច្ចេកដីល្បីល្បាញធំជាងគេក្នុងតាមពាក់បណ្ឌទ្វីបហ្នឹងហើយក៏ធំជាងប្រទេសណាទាំងអស់នឹងឯងចឹងក៏ណាដែលបញ្ចុះព្រះធាតុរបស់ព្រះពុទ្ធអង្គ2នាលក្នុងកាលនោះសង្ឃបានឲ្យសោនុត្តរសាមណេរហ្នឹងនិមន្តទៅអារាធនាអំពីឋាននេកមកទៀតនេកហ្នឹងបានពីណាមកពីរាមក្រៀមប្រធាតុ
ក្នុង8ចំណែកហ្នឹងរបស់ព្រះពុទ្ធអង្គហ្នឹងមួយចំណែកបញ្ចុះនៅរាមគ្រាមព្រះមហាកស្សបៈនិងព្រះបាទអជាតសតៈមិនបានអរតនាយកមកដើម្បីរួមធ្វើនៅធាតុនិធានដើម្បីបានបញ្ចុះនៅប្រធានក្នុងទីកន្លែងដែលមានសុវត្ថិភាពនោះទេព្រះមហាកស្សបៈនិងព្រះបាទអជាតសតៈនឹងធ្វើធាតុនិធានគឺថារក្សាប្រធានព្រះពុទ្ធអង្គ7ចំណែកមួយចំណែកទៀតគឺដោយសារថាមិនវិន័យមិនអន្តរធានអីទៅទេនឹងឯងគឺបានជ្រាបដឹងថាត្រូវស្ដេចនេះយកទៅតម្កល់ទុកបច្ចេកដីនៅរាមគ្រាមនឹងគឺមានការរក្សាទៅដោយស្ដេចនេះហ្នឹងហើយក៏បានយកទៅតម្កល់ទុកនៅក្នុងឋាននេះនឹងតាមប្រវត្តិរឿងហ្នឹងចឹងហើយបានព្រះធាតុដែលបញ្ចុះនៅក្នុងមួយកន្លែងក្រុងរាជក្រឹសហ្នឹងមាន7ចំណែកហ្នឹងសម័យកាលព្រះបាទធម្មមាសោកហ្នឹងបានទៅអរតនាយកមកហ្នឹងបានកសាងបច្ចេកដីឲ្យស្មើនឹងធម្មខណ្ឌ84000បច្ចេកដីបញ្ចុះព្រះបរមសារីរិកធាតុហើយបញ្ចុះនៅបាតលីបុត្រក្រុងដែលបាទធម្មមាសោកអាស្រ័យនៅហ្នឹងច្រើនជាងគេចឹងហ្នឹងគឺប្រធាន7ចំណែកដែលបានបញ្ចុះទៅក្នុងពិធីបុណ្យឆ្លងព្រះបរមធាតុនឹង7ឆ្នាំ7ខែ7ថ្ងៃគឺណាហ្នឹងគឺក្នុងពិធីបុណ្យដែលបាទធម្មមាសោកបានឆ្លងព្រះបរមធាតុក្នុងការបញ្ចុះទៅតាមបច្ចេកដីផ្សេងកសាងសសរស្ដំទៀតសសរស្ដំមួយជាបច្ចេកដីមួយក៏ណាទៅតាមពុទ្ធស្ថានផ្សេងក្នុងសម័យកាលហ្នឹងមានព្រះអរហន្តលោកជ្រាបទីកន្លែងផ្សេងក៏ណាក្នុងពុទ្ធសករាជជាង200ហ្នឹងគឺថាកន្លែងសំខាន់ដែលហៅថាសង្វេជ្ជយត្តស្ថានកន្លែងណាខ្លះគឺជាការកសាងដើម្បីបញ្ចុះនៅព្រះបរមធាតុនឹងឯងបាទធម្មមាសោកទាំងហើយប្រធានមួយចំណែកទៀតនៅឯរាមគ្រាមហ្នឹងគឺដែលស្ដេចនេះយកទៅរហូតមកសង់នៅតាមពៈបណ្ឌទ្វីបហ្នឹងកសាងសវណ្ណមាលិកចេតិយហើយបានឲ្យសោនុត្តរសាមណេរដែលមានฤទ្ធិនឹងទៅអរតនាពីឋាននេះនឹងមកបញ្ចុះនៅព្រះសវណ្ណមាលិកចេតិយនៅរហូតសពថ្ងៃហ្នឹងចឹងក៏ណាតាមពៈបណ្ឌទ្វីបហ្នឹងហើយប្របាទទុដ្ឋគមនីអភ័យនេះនឹងឯងដែលចាប់ផ្ដើមកសាងនៅបច្ចេកដីហ្នឹងមានបុព្វនិមិត្តកន្លែងកសាងសវណ្ណមាលិកចេតិយហ្នឹងតាំងពីចំនួនប្របាទទេវានំពយៈទេសៈដែលជាព្រះអាយកោចឹងណាគឺជីតាក្នុងកាលនោះគឺសម័យកាលដែលព្រះមហិន្ទថេរៈណានឹងឯងព្រះមហិន្ទថេរៈនាំពុទ្ធសាសនាទៅផ្សព្វផ្សាយនឹងពុទ្ធសករាជណាក្នុងកាលនោះជាង200តែប៉ុណ្ណឹងទេចឹង236ណាពុទ្ធសាសនាផ្សព្វផ្សាយមកដែនសវណ្ណភូមិគឺ235ទាំងព្រោះតតិយៈសង្ឃេយនា234សង្ឃេយនាលើកទី3ណានៅអាសោការាមហ្នឹងពុទ្ធសករាជ234រួចទៅបានគណៈធម្មទូតហ្នឹងផ្សព្វផ្សាយពុទ្ធសាសនាមកសវណ្ណភូមិហ្នឹង235ឯប្របាទមុដសីវៈរាជានៅឯតាមពៈបណ្ឌទ្វីបប្រទេសស្រីលង្កាហ្នឹងព្រះអង្គកំពុងតែប្រឈួន
មានអាពាហ៍ចឹងទៅព្រះមហិន្ទថេរៈដែលត្រូវជាគណៈធម្មទូតត្រូវនិមន្តទៅតាមពៈបណ្ឌទ្វីបហ្នឹងមិនតាន់នាំគណៈសង្ឃនិមន្តទៅទេព្រោះមិនមែនជាឱកាសចឹងទៅក៏បាននិមន្តទៅឯវេទិសនគរនគររបស់ព្រះមេត្តារបស់ព្រះមហិន្ទថេរៈនិងព្រះនាងសង្ឃមិត្តានឹងឯងដែលប្របាទធម្មាសោកនឹងជាប្របីតាចឹងកាលដែលព្រះអង្គនៅជាព្រះឧបរាជនឹងបានយាងទៅបំពេញរាជកិច្ចនៅឯនគរអូចេនីហើយក៏បានចូលសម្រាកនឹងវេទិសនគរនឹងនឹងផ្ទះលោកសិទ្ធិហើយក៏មានប្រតិប្រតិបត្តិស្រឡាញ់សិទ្ធិធីតានឹងទៅណាវេទិសធីតានឹងហើយក៏បានព្រះមហិន្ទថេរៈជាព្រះរាជបុត្រហើយនឹងព្រះនាងសង្ឃមិត្តានេះជាព្រះរាជធីតាណានឹងឯងពីរព្រះអង្គនឹងហើយដល់ទៅបាទធម្មាសោកសោយរាជទៅក៏មិនបាននាំមេត្តារបស់ព្រះមហិន្ទនឹងឯងទៅអភិសេកក្នុងព្រះនគរទេបានអភិសេកជាមួយនឹងព្រះនាងអសន្ធិមេត្តាព្រះនាងអសន្ធិមេត្តានឹងក៏បានជាព្រះសោតាបានកណារឿងរ៉ាវវែងឆ្ងាយទៅដល់អញ្ចឹងគឺមេត្តារបស់ព្រះមហិន្ទលោកនៅនឹងវេទិសនគរហ្នឹងដល់អញ្ចឹងជាឱកាសដែលព្រះមហិន្ទថេរៈនឹងឯងបានសម្រេចព្រះរហ័តហើយក៏និមន្តទៅសម្ដែងពធัวហ្នឹងឲ្យមេត្តាឲ្យញាតិអីម្ដាយមីងអីក្មួយអីហ្នឹងសម្រេចសោតាបត្តផលទៅហើយក៏មេត្តាហ្នឹងនាំគ្នាកសាងវត្តនៅនឹងវេទិសនគរនឹងឯងចឹងក៏ណាកសាងវត្តអីហូរខែនៅប្រវត្តិនឹងរហូតដល់ទៅមកសប្ថ្ងៃជាទីកន្លែងសាមជីណាមានបច្ចេកដីដែលប្របាទធម្មាសោកនឹងឯងបានកសាងមួយធំដែលសម្រាប់បញ្ចុះនៅប្រធានព្រះសម្មាសម្ពុទ្ធហើយមានមួយទៀតបញ្ចុះនៅប្រធានព្រះអគ្គសាវកមួយអន្លើដោយគណៈសង្ឃដែលចេញទៅផ្សព្វផ្សាយពធัวបន្ទាប់ពីតតិយសង្កេយនាហើយនឹងក៏បានកសាងនៅបច្ចេកដីមួយទៀតបានឧទ្ទិសចំពោះមេត្តារបស់ព្រះមហិន្ទថេរៈនឹងឯងទៀតនឹងឯងគឺវេទិសធីតានឹងគឺជាការកសាងដោយអនុសរណៈជាទីរលឹកនឹងនៅនឹងភ្នំសាមជីនឹងសប្តាហ៍គឺជាទីកន្លែងស្អាតណាលើខ្នងភ្នំហ្នឹងណាមានការចូលទៅបង់លុយដើម្បីការថែរក្សាសម្អាតនៅលើខ្នងភ្នំហ្នឹងចឹងទៅណានៅយ៉ាងចុះពីញូដេលីទៅជិះរទេះភ្លើងមួយយប់យប់វត្តព្រឹកហ្នឹងឯងយន្តហោះលឿនទេប្រហែលម៉ោងចឹងទៅចុះទៅនៅខាងបំបីវាជាប់ព្រំប្រទល់ដែនខាងលិចហ្នឹងហើយអញ្ចឹងវាងាកមកខាងកើតបំបីហ្នឹងឯងគឺជាទីកន្លែង 3G ហ្នឹងណាដែលនៅចិត្តគ្នានឹងដែនវច្ជីហ្នឹងនៅប្រធេរៈដីការបស់គុណចាស់ព្រះអង្គសទ្ធាដែលជាមគ្គុទេសហ្នឹងលោកបានប្រាប់ថាមានផ្សារមួយនៅក្បែរហ្នឹងឈ្មោះផ្សារវច្ជីហ្នឹងឯងចឹងហ្នឹងឯងគឺអូចេនីផ្សារអូចេនីហ្នឹងគឺខ្ញុំណារៀបរាប់អំពីការដែលមានបច្ចេកដីបដិស្ថាននៅប្រធាននឹងឯងហើយមានទីតាំងនៅដែនដីពុទ្ធភូមិ
មានទីតាំងនៅតាមពាក់បណ្ឌទ្វីបដែលព្រះដ៏មានពភាព្រះអង្គធ្លាប់យាងទៅ3ដងទៀតនៅតាមពាក់បណ្ឌទ្វីបព្រោះក្នុងកាលនោះគឺសម្បូរដោយពួកយៈទៀតនៅតាមពាក់បណ្ឌទ្វីបហ្នឹងប៉ុន្តែព្រះអង្គក៏ទ្រង់អធិដ្ឋានឲ្យកោះមួយហ្នឹងឯងឲ្យពួកយៈទាំងអស់ហ្នឹងបានទៅនៅនឹងកោះមួយក្នុងសមុទ្រចឹងទៅហើយក៏ព្រះអង្គបតិសិនធ្វើនៅការរក្សាកោះតាមពាក់បណ្ឌទ្វីបហ្នឹងមិនតាន់ផ្សព្វផ្សាយពុទ្ធសាសនាអីកាលដែលព្រះអង្គគង់ប្រជញ្ញនៅទេតលតែប្របាទមុដសីវៈហ្នឹងសោយប្រទីវង្គតទៅប្របាទទេវានំវយៈទេសៈហ្នឹងគ្រប់គ្រងរាជទៅបានព្រះមហិន្ទថេរៈហ្នឹងនាំគណៈសង្ឃបានប្រកាសសម្ដែងនៅពធនៅឯតាមពាក់បណ្ឌទ្វីបនឹងឯងគឺចូលៈហត្ថិបតោបមសោតនឹងប្រសោតមុនគេទៀតដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងចូលៈហត្ថិបតោបមសោតមុនគេនឹងឯងនៅឯតាមពាក់បណ្ឌទ្វីបហ្នឹងហើយក៏មានប្រសង់បួសរហូតដល់ទៅភិក្ខុនីចង់បួសមានតកូលក្សត្រណាព្រះនាងអនុឡាទេវីហ្នឹងចង់បួសជាភិក្ខុនីហ្នឹងចឹងទៅក៏ផ្ញើដំណឹងទៅឯចម្ពូទ្វីបចឹងទៅក៏គណៈសង្ឃហ្នឹងក៏ចាត់ព្រះនាងសង្ឃមិត្តាហ្នឹងដែលជាប្អូនរបស់ព្រះមហិន្ទហ្នឹងក៏បួសដែរសម្រាប់ព្រះអរហន្តដែរហើយបានជានាំគណៈសង្ឃហ្នឹង500អង្គហ្នឹងនិមន្តមកហ្នឹងក៏ដង្ហែពពោធិព្រឹក្សហ្នឹងនៅទិសទក្សិណទាំងនៅទិសទក្សិណនៃពពោធិព្រឹក្សទី1ណាពពោធិព្រឹក្សនៅនេះដែនដីពុទ្ធគយាដែលព្រះអង្គទ្រង់ត្រាស់ដឹងហ្នឹងពពោធិព្រឹក្សនៅពុទ្ធគយាសប្ងៃហ្នឹងគឺពពោធិព្រឹក្សទី4ហើយប៉ុន្តែពពោធិព្រឹក្សទី1នេះដែលរតនាមកដោយព្រះនាងសង្ឃមិត្តាហ្នឹងមកតាមសំពៅមកហ្នឹងហើយក្នុងការនោះបាទទេវានំយៈទេសៈហ្នឹងគឺលះបង់រាជកិច្ចលះបង់រាជសម្បត្តិគឺថាចុះទឹកសមុទ្រទៅទទួលពពោធិព្រឹក្សហ្នឹងមកបដិស្ថាននឹងឯងចឹងកណានឹងឯងទៅក្រឹកក្រែងទៅក្នុងការនៅឯងដែលពពោធិព្រឹក្សហ្នឹងបានបដិស្ថានហើយនៅរស់ដល់សពថ្ងៃនេះឯងគឺពពោធិព្រឹក្សដែលបដិស្ថានមកក្នុងសម័យកាលនៃព្រះបាទទេវានំវយៈទេសៈក្នុងពុទ្ធសករាជ236ហ្នឹងឯងចឹងនៅរស់ដល់សពថ្ងៃគ្រាន់តែថាមេឃដែលបដិស្ថានហ្នឹងមេឃហ្នឹងក៏សគត់ទៅហើយហ្នឹងឯងយើងនិយាយដោយសេចក្តីគោរពទៅធម្មតាគឺងាប់ហ្នឹងណាហ្នឹងឯងប៉ុន្តែដោះបែកមេឃចេញអំពីមេឃដើមហ្នឹងមេឃហ្នឹងដែលនៅដល់សពថ្ងៃហ្នឹងមានការថែរក្សាណាតែហ៊ានយាមប្រមាណជាន់ណាហ្នឹងឯងមិនចេះតែចូលទៅបានទេហើយមានពេទ្យផ្នែកខាងរុក្ខសាស្ត្រនឹងថែរក្សាក្រៃលែងណាពីព្រោះមានតែមួយមកពិភពលោកហ្នឹងឯងដែលជាពពោធិព្រឹក្សជាបច្ច័យដីដែលពុទ្ធបរិស័ទតែងតែទៅនមស្ការថ្វាយបង្គំទាំងចូលទៅគឺមនោរម្យហ្មងនៅជុំវិញពពោធិព្រឹក្សហ្នឹងគឺថាទីវាលស្រឡះក្រាលទៅដោយខ្សាច់ហ្នឹងហើយឡើងទៅមួយជាន់ហើយមួយជាន់ទៀតពោធិព្រឹក្សដែលបដិស្ថាននឹងឯងមានការរក្សាទៅដោយល្អហើយបានចេញតាមខ្លោងទ្វារទៅខាងជើងទៅបានលោហៈប្រាសាទហើយផុតពីលោហៈប្រាសាទទៅបានសវណ្ណមាលិកចេតិយនឹងឯងកណាហើយងាកមកមកខាងទៅក៏ធោបារាមទៅនៅក្បែរគ្នាហ្នឹងខ្ញុំកណារៀបរាប់នៅបច្ច័យដីនៃតាមពាក់បណ្ឌទ្វីបនឹងឯងហើយរៀបរាប់ហ្នឹងគឺមកអំពីមានប្រវត្តិព្រះអគ្គសាវកស្ដាំគឺប្របាទទុដ្ឋគិមិនីអភ័យក្នុងពុទ្ធសករាជជាង300ចឹងកណាពីព្រោះក្នុងកាលដែលព្រះមហិន្ទថេរៈនឹងបាន
និមន្តទៅជាមួយនឹងប្របាទទេវានំវយៈទេសៈហ្នឹងគឺមានពន្លឺនិមិត្តឡើងទីកន្លែងដែលកសាងលោហៈប្រាសាទនឹងមួយមានពន្លឺនិមិត្តឡើងកន្លែងសវណ្ណមេលកៈចេតិយនឹងមួយហើយបានព្រះរាជាបានត្រាស់ទូលសួរព្រះមហិន្ទថេរៈទៅគឺជាទីកន្លែងដែលសម្រាប់កសាងនៅលោហៈប្រាសាទណាហើយនឹងសវណ្ណមេលកៈចេតិយលោហៈប្រាសាទហ្នឹងគឺជាទីកន្លែងដែលមានមួយពាន់បន្ទប់ទាំងប៉ុណ្ណាដែលសម្រាប់ការគង់នៅនៃភិក្ខុសង្ឃទាំងកន្លែងសំខាន់នៅក្នុងមហាមេឃវ័នទាំងប៉ុណ្ណាហើយនឹងកន្លែងបញ្ចុះប្រធានពីរនាលហ្នឹងបាទទេវានំវយៈទេសៈនឹងចង់កសាងថាមិនតន់ដល់ពេលទេគឺនៅដល់ព្រះរាជណត្តាចៅរបស់មហារាជហ្នឹងឯងហើយប្របាទទេវានំវយៈទេសៈហ្នឹងសោយរាជបានតែ40ឆ្នាំទេសោយបទីវង្គតទៅក៏ទៅកាន់ឋានតាវតឹងទៅកាន់ឋានតាវតឹងហ្នឹងបានតែ96ឆ្នាំមនុស្សទេអត់បានពេញមួយថ្ងៃឋានតាវតឹងផងចឹងបានព្រះអង្គបង្អោនចិត្តចយត់មកថាអត់មានបតីអីចង់នៅធ្វើជាទេវតាឋានតាវតឹងអីហ្នឹងទេបង្អោនចិត្តចយត់ហ្មងចឹងចយត់ចុតិអំពីឋានតាវតឹងមកបដិសន្ធិនៅអនុរាធបរិយហ្នឹងឯងកើតជាកូនសេដ្ឋីដល់ទៅបច្ចុប្បន្ន7ឆ្នាំគឺសាងប្រភ្នោះហ្មងចឹងចូលកាន់ភ្នោះហើយឧបសម្បទាទៅទ្រង់ប្រនាមថាមហាភយខថេរៈនឹងគឺជាចំនួនចៅបាទទុដ្ឋគាមនីអភ័យនឹងឯងអញ្ចឹងយើងបូកមើលទៅក្នុងពុទ្ធសករាជ236ហ្នឹងបូកនឹង40ទៅវាទៅជា276បូកនឹង96ទៅហ្នឹងចំនួនហ្នឹងចំនួនដែលកសាងសវណ្ណមេលកៈចេតិយហ្នឹងឯងហើយព្រះមហាថេរៈជាខៈហ្នឹងជាខៈថេរៈហ្នឹងក៏សម្រេចព្រះអរហន្តទៅចឹងបណ្ណាបរិនិព្វានទៅជាមួយគ្នានឹងព្រះឧជុកណ្ដលៈថេរៈហ្នឹងនៅក្នុងបុស្សបុកជាមួយគ្នាពីរព្រះអង្គហ្នឹងមកដល់ចំនួនព្រះបាទសទ្ធាទេសៈជាប្អូនដែលបានព្រះរាជានឹងឯងបានប្រគេនភ្លើងបូជាព្រះសពនៃព្រះអរហន្ត2អង្គចឹងនឹងចំនួនប្របាទសទ្ធាទេសៈជាប្អូនប្របាទទុដ្ឋគាមនីអភ័យប្របាទទុដ្ឋគាមនីអភ័យនឹងជាអគ្គសាវកស្ដាំនៃព្រះអរិយមេត្រីព្រះសាមេត្រីចឹងនឹងក្នុងគម្ពីរពុទ្ធវង្សហើយដល់ទៅបាទសទ្ធាទេសៈក្នុងអង្គុត្រនិកាយតេកនិបាតអដ្ឋកថានឹងជាអគ្គសាវកឆ្វេងនឹងគឺព្រះរាជាបងហ្នឹងសោយបទីវង្គតនៅចន្លោះសវណ្ណមេលកៈចេតិយហើយនឹងពពោធិព្រឹកចឹងប៉ុណ្ណាគឺមុននឹងព្រះអង្គជាយត់សោយបទីវង្គតនិមិត្តទេវតានាំរាជរថទាំង6ជាន់មកទាំងហ្នឹងឯងរាជរថទាំង6ជាន់មកដើម្បីទទួលព្រះបាទទុដ្ឋគាមនីអភ័យបាទទុដ្ឋគាមនីអភ័យក៏បានកំពុងតែស្ដាប់ប្រសង់ស្វាធ្យាយទៅតែប្រធានសូត្រនឹងឯងហើយក៏ជាយត់ទៅបដិសន្ធិក្នុងរាជរដ្ឋឋានតោសិតណាទេវរាជទេវលោកជាន់ទី4ទាំងហើយក៏បតិសិនសវណ្ណមេលកៈចេតិយបតិសិនព្រះពោធិព្រឹក្សនិងបតិសិនធោបារាមនឹងបញ្ចុះព្រះអខកធាតុឆ្អឹងដងកំបិតខាងស្ដាំរបស់ព្រះដ៏មានពភាដែលមិនបានបែកទេឆ្អឹងដងកំបិតទាំងពីរហ្នឹងតែខាងឆ្វេងព្រមនាំយកទៅបញ្ចុះនៅទុសៈចេតិយនៃអកនិតកៈព្រំឯណោះហ្នឹងឯងហើយព្រះអខកធាតុឆ្អឹងដងកំបិតខាងស្ដាំហ្នឹងសកៈទេវរាជនាំយកទៅបញ្ចុះនៅព្រះជូឡាមនីចេតិយដល់ទៅ
ព្រះមហិន្ទថេរៈនឹងឯងបានចាត់ឲ្យសុមនៈសាមណេរដែលមានរិទ្ធនឹងឯងទៅសូមពីសកទេវរាជកទេវរាជហ្នឹងក៏បានប្រទានព្រះអខកធាតុឆ្អឹងដងកំបិតខាងស្ដាំហ្នឹងទុកនៅតែព្រះទេតធាតុព្រះចង្គមកែវស្ដាំខាងលើក្នុងព្រះជឡាមនីចេតិយនឹងឯងហ្នឹងគឺសម័យកាលមានព្រះអរហន្តមានរិទ្ធគឺសាមណេរដែលសុមនៈសាមណេរហ្នឹងបាននិមន្តទៅជាមួយនឹងព្រះមហិន្ទថេរៈហ្នឹងដែលចាប់ផ្ដើមសូត្រសកេកាមេមុនគេគឺសុមនៈសាមណេរនឹងឯងចឹងឡើងប្រកាសលើកពូលភ្នំមួយពូលភ្នំហ្នឹងគឺសប្ងៃគេធ្វើចដើឡើងទៅបានពុទ្ធបរិស័ទឡើងទៅបានដូចថាទៅដល់កពូលហ្នឹងបានប្រហែលជា20អង្គអ្នកអីតែប៉ុណ្ណឹងទេច្រើនត្រូវមានអ្នកចុះមានអ្នកឡើងហ្នឹងគឺសុមនៈសាមណេរហ្នឹងឡើងលើកំពូលភ្នំហ្នឹងដោយរិទ្ធកាលហ្នឹងអត់មានចដើមានអីឡើងដោយរិទ្ធហើយសូត្រសកេកាមេអញ្ជើញទេវតាទាំងអហ្នឹងឲ្យមកស្ដាប់ពធัวគឺប្រសូតទី1ហ្នឹងចូលៈហត្ថិបតោបមៈសូត្រសម្ដែងពីគុណព្រះដ៏មានពភាកណានឹងឯងប្រគុណរបស់ព្រះអង្គហ្នឹងនៅក្នុងប្រសូតហ្នឹងបៃដកលេខ21ទៅចូលៈហត្ថិបតោបមៈសូត្រហ្នឹងមហាហត្ថិបតោបមៈសូត្រព្រះសិរីបុត្រសម្ដែងហ្នឹងឯងអញ្ចឹងគឺសុមនៈសាមណេរហ្នឹងដែលបានទៅពីព្រោះប្រអិនសន្យាជាមួយនឹងព្រះមហិន្ទថេរៈហ្នឹងដើម្បីជួយក្នុងការផ្សព្វផ្សាយពុទ្ធសាសនានៅឯតាមពាក់បណ្ឌទ្វីបនឹងឯងចឹងកទេវរាជជាព្រះសោតាបានណានឹងឯងចឹងហើយសុមនៈសាមណេរហ្នឹងក៏និមន្តទៅជួបព្រះបាទធម្មាសោកហ្នឹងក៏បានព្រះធាតុពីព្រះបាទធម្មាសោកដែលបែកជាបំណែកតូចហ្នឹងមួយចំនួនមកផងដែរហើយក៏បានបញ្ចុះនៅនឹងធោបារាមហ្នឹងជាបច្ចេកដីទី1នៅតាមពាក់បណ្ឌទ្វីបណាសប្ថ្ងៃគឺនៅតួបច្ចេកដីហើយសសរជ្រោងច្រាងអីផ្សេងទៀតក៏នៅជុំវិញហ្នឹងមានការជួសជុលអីចឹងទៅជាបច្ចេកដីទី1ចឹងហើយសង្គាយនាលើកទី4ហ្នឹងក៏នៅនឹងធោបារាមហ្នឹងដែរក៏3លើកនៅឯចម្ពូទ្វីបលើកទី1នៅឯសត្តបណ្ឌវិហារលើកទី2នៅវេលការាមវេសលីលើកទី3នៅឯអសោការាមបាតលីបុត្រលើកទី4គឺនៅធោបារាមហ្នឹងលើកទី5បានចាដាក់សត្រាលក្រិតនៅអាឡោកៈលេនវិហារនាតាមពាក់បណ្ឌទ្វីបហ្នឹងហើយបានអរតនីមកកាន់ស្រុកខ្មែរយើងនឹងឯងចឹងតណាដែលប្រសង់ខ្មែរយើងនឹងបានបួសទៅសិក្សារៀនសូត្រហើយបានដង្ហែបត្រៃបីដកមកក្នុងរយៈកាលជាង700ឆ្នាំមុននេះឯងដែលបានអរតនីបត្រៃបីដកផ្នែកខាងថេរវាទមកកាន់ស្រុកខ្មែរយើងនឹងអំពីតាមពាក់បណ្ឌទ្វីបនឹងចឹងគឺរឿងរ៉ាវទាំងអស់នេះខ្ញុំណារៀបរាប់អំពីលក្ខណៈរបស់បុគ្គលដែលមានសទ្ធាហ្នឹងគឺថាចង់ឃើញចង់ជួបចំពោះអ្នកមានសិលនឹងឯងចឹងបព្វជិតអ្នកមានសិលហ្នឹងទី1ទី2គឺចង់បានថ្វាយទានបព្វជិតអ្នកមានសិលទី3គឺចង់ស្ដាប់ធម៌ចង់ស្ដាប់អាវាទរបស់អ្នកមានសិលនឹងឯងចឹងនឹងលក្ខណៈរបស់បុគ្គលអ្នកមានសទ្ធានេះឯងដែលជាទឹកចិត្តដល់តែមានទឹកចិត្តវាមានកម្លាំងឆន្ទៈនឹងឯងជាកម្លាំងចិត្តសទ្ធាជាទឹកចិត្តនឹងឯងចឹងហើយកម្លាំងចិត្តគឺជាកុសលឆន្ទៈនឹងដែលពុទ្ធបរិស័ទយើងក៏បីប្រព្រឹត្តប្រតិបត្តិដើម្បីកម្ចាត់បងនៅបាបអកុសលក្នុងចិត្តសន្តានរឿងទុក្ខកង្វល់របស់សត្វលោកយើងគឺកិលេសក្នុងចិត្តសន្តាននេះឯងសំខាន់ហើយដែលតែងតែមានទុក្ខកង្វល់ដោយប្រការផ្សេងបើយើងមិនដោះស្រាយលោភៈទោសៈមោហៈក្នុងចិត្តសន្តានរបស់យើងទេយើងមិនអាចដោះស្រាយទុក្ខកង្វល់នៃជីវិតរបស់យើងបានទេយើងមិនអាចនឹងបាននៅអ្វីដែលជាបរមសុខពិតប្រាកដ
គឺมันអាចបានដោយវិធីដតីដោយប្រការដតីដែលនឹងត្រូវเตรียมទាដែលនឹងត្រូវឆ្លោះប្រកែកដែលនឹងត្រូវប្រព្រឹត្តរឿងអីក្រៅតែពីលះបង់លោភៈទោសៈមោហៈក្នុងចិត្តសន្តាននេះគឺជាកង្វល់របស់មនុស្សយើងនៅក្នុងចិត្តរៀងព្រះអង្គរៀងខ្លួនដល់ពុទ្ធបរិស័ទយើងមានសទ្ធាជាទឹកចិត្តហើយមានឆន្ទៈជាកម្លាំងចិត្តរីករាយជ្រះថ្លាក្នុងធម្មយាត្រាដែនដីពុទ្ធភូមិធម្មយាត្រាថ្វាយបង្គំបច្ច័យដីមិនមានទុកកង្វល់ក្នុងរឿងអ្វីរហូតដល់ទៅធម្មយាត្រាដែលប្រព្រឹត្តបរិបត្តិគ្រប់ព្រះអង្គគ្រប់គ្នាគ្រប់ទីកន្លែងដោយទានសិលភាវនាឬក៏សិលសមាធិបញ្ញាជាដំណើរទៅកាន់ព្រះនិព្វានដង្ហែព្រះដ៏មានពភាមិនត្រឡប់វិលវិញមករកភព3នេះនឹងធម្មយាត្រាដ៏អស្ចារ្យណាស់ដែលពុទ្ធបរិស័ទយើងក៏បីធ្វើដំណើរទៅតាមស្នាមព្រះយុគលបាទគឺប្របាទទាំងគូរបស់ព្រះដ៏មានពភាអញ្ចឹងខ្ញុំកណារៀបរាប់សេចក្តីនៃពធអំពីទឹកចិត្តនៃពុទ្ធបរិស័ទយើងគឺសទ្ធាទាំងឯកម្លាំងចិត្តគឺកុសលឆន្ទៈទីបំផុតត្រូវសម្រេចដោយការចោះចូលកាន់សមត្តនិយមធម៌ទាំងក៏ណាគឺលោកតរៈនឹងឯងនេះជាអង្គរបស់ភពាគមនៈបុគ្គលដែលគួរចោះកាន់សមត្តនិយមធម៌គឺសទ្ធាក្នុងបរតនត្រ័យហើយនឹងកុសលឆន្ទៈនឹងឯងហើយពុទ្ធបរិស័ទក៏បានបូជាពធជាទូទៅ120,000ទាំងហើយបាសិកោនេនក្រុមគ្រួសារ50,000ហើយនឹងពុទ្ធបរិស័ទបានផ្សេងទៀតជើញមក64,000បាសិកាពោធិវី40,000ទៀតគណៈបាសិកាតាំងបោជឹង50,000នេះ15 20អញ្ចឹង140,000ទាំងដោយក្តីជ្រះថ្លាទុកដាក់ចូលរួមនៅក្នុងពិធីបុណ្យដែលគុណចាស់បានប្រព្រឹត្តទៅនៅនាវត្តពុទ្ធខេតារាមប្រស្រែនេះឯងហើយអញ្ចឹងឱកាសពេលវេលាដែលត្រូវបានចូលរួមជាធម្មទានដើម្បីបានជួបជុំញាតិញោមស្រីប្រុសទាំងអស់បានកកទៅហើយនឹងបានរៀបចំបដិសន្ធារៈទទួលគណៈធិបតីដើម្បីបានជាកិត្តិយសនៅក្នុងវិធីបុណ្យដែលគុណចាស់បានចាត់ចែងរៀបចំទៅហើយដើម្បីសេចក្តីសុខដើម្បីសេចក្តីចម្រើនតទៅនៅក្នុងពុទ្ធសាសនាពុទ្ធចក្រអនាចក្រប្រព្រឹត្តទៅដើម្បីការព្រមព្រៀងគ្នានៃពុទ្ធបរិស័ទក៏ដូចជាប្រជាជនប្រជានុរាស្ត្រនៅក្នុងប្រជាជាណាចក្រកម្ពុជាដើម្បីបានសុខសន្តិភាពហើយនឹងព្រមព្រៀងគ្នាធ្វើកិច្ចការងារដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យបានចម្រើនជាមរតកពុទ្ធសាសនាជាពិសេសតដល់កូនចៅទៅទៀតដោយសេចក្តីគោរពនិងដោយសេចក្តីកោតក្រែងដល់ក្រៃលែងការសម្ដែងពធក៏សំគួរ